ជំរាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេមីនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនយើងឃើញថាការពីម្សិលមិញតម្លៃហាងឆេមីមានការកើនឡើងច្រើនមែនទែនបាទអញ្ចឹងអ្នកដែលគាត់ follow ទៅតាម candlestick មួយថ្ងៃការពីម្សិលមិញខ្ញុំគិតថាអាចនឹងចាញ់បោកមាសខ្លះហើយការពីម្សិលមិញបើសិនជាអត់មានព័ត៌មានខាងក្រៅទេខ្ញុំគិតថាមាសអាចនឹង sideways សិនមានន័យថាវាអត់ទៅណាទេទៅវិញទៅមកទេប៉ុន្តែដោយសារតែការពីម្សិលមិញពាក់ព័ន្ធជាមួយនឹងព័ត៌មានយើងមាន2កត្តាទី1គឺអ៊ុយក្រែនបានវាយប្រហារទៅខាងរុស្ស៊ីបាទទៅលើទីក្រុងមូស្គូទី1ទី2គឺភាពតានតឹងនៃការដាក់ពន្ធរវាងប្រទេសមួយទៅប្រទេសមួយដូចជាសហរដ្ឋអាមេរិកទៅចិនបាទចិនទៅសហរដ្ឋអាមេរិកវិញហើយដូចជាការសហរដ្ឋអាមេរិកដាក់ពន្ធចំនួន 25% ប៉ុន្តែឥឡូវពជាពន្ធហើយប៉ុន្តែកាណាដាបានដាក់ពន្ធចំនួន 25% ទៅខាងសហរដ្ឋអាមេរិកហើយការពីម្សិលមិញហ្នឹងចិនក៏បានដាក់ពន្ធទៅសហរដ្ឋអាមេរិកដែរហើយសហរដ្ឋអាមេរិកក៏បានគេហៅថាគម្រាមនៅក្នុងការដាក់ពន្ធចំនួន 50% ទៅលើប្រទេសចិនអញ្ចឹងសម្រាប់ទិន្នន័យឬក៏ព័ត៌មានការពីម្សិលមិញគឺស្មុគស្មាញខ្លាំងដែលជាអាចមានហេតុផលមួយដែលធ្វើឲ្យមានការផ្ទុះសង្គ្រាមសេដ្ឋកិច្ចកើតឡើងបាទសង្គ្រាមសេដ្ឋកិច្ចគឺសាហាវណាស់បងប្អូនណាបាទបានធ្វើឲ្យវិនិយោគិនមួយចំនួនគឺគាត់ព្យាយាមបាទទិញមាសវិញបាទគឺគាត់ទិញមាសសិនដើម្បីឲ្យធ្វើម៉េចស្ថានភាពមានការស្ងប់ហើយបានគាត់ចាប់ដើមលក់មាសតទៀតបាទអញ្ចឹងសម្រាប់មាសការពីម្សិលមិញមានការកើនឡើងដោយសារកត្តាព័ត៌មានពីរនឹងឯងតោះយើងនិយាយពីការទិញលក់នៅក្នុងថ្ងៃហ្នឹងវិញតើយើងគួរតែធ្វើម៉េចបាទពីខ្ញុំទៅដោយសារតែការពីម្សិលមិញបាទបង្គោលមួយថ្ងៃបានបិទជាបង្គោលពណ៌ខៀវមានន័យថាអ្នកទិញច្រើនពីខ្ញុំទៅនៅក្នុងថ្ងៃហ្នឹងយើងរកកន្លែងទិញទៅបងប្អូនណាបាទយើងរកកន្លែងទិញទៅសម្រាប់បង្គោលមួយថ្ងៃការពីម្សិលមិញបានបិទជាពណ៌ខៀវហើយតាមការគូរបស់ខ្ញុំឃើញថាមាសចុះមកដល់8ឥឡូវវាឡើងខ្លាំងមែនទែនអញ្ចឹងសម្រាប់ target នៅក្នុងការឡើងមកមាននៅក្នុងថ្ងៃនេះខ្ញុំគិតថាអាចឡើងដល់930បើសិនជាវាធ្លី930នេះទៅទៀតហើយបាទទៅដល់$955នៅក្នុងមួយអោនបាទអញ្ចឹងថ្ងៃហ្នឹងរកកន្លែងទិញបាទយើងអត់និយាយច្រើនទេបាទនៅក្នុងម៉ោង7កន្លះយប់ហ្នឹងយើងមានព័ត៌មានសំខាន់គឺ CPI គឺជាព័ត៌មានមួយដែលគេនិយាយអំពីសន្ទុះតម្លៃអ្នកប្រើប្រាស់ឬក៏ការចាយវាយទូទៅរបស់សហរដ្ឋអាមេរិករបស់ប្រជាជននៅក្នុងសហរដ្ឋអាមេរិកបាទនិយាយចេះវិញយើងឃើញថាការព្យាករណ៍នៅក្នុងខែនេះគឺគេព្យាករណ៍ល្អទេបាទទិន្នន័យមានការធ្លាក់ចុះបាទដុល្លារអត់ល្អតាមការព្យាករណ៍ប៉ុន្តែអតិផរណា CPI YY គេព្យាករណ៍ថាមានការធ្លាក់ចុះនេះល្អវិញបងប្អូនណាបាទទំនិញធ្លាក់ចុះទំនិញតម្លៃថោកនិយាយចេះវិញនៅម៉ោង8:45នាទីយប់ហ្នឹងគឺអត្រាការប្រាក់របស់ប្រទេសកាណាដាអញ្ចឹងអ្នកដែលគាត់ត្រូវទៅលើប្រភេទរូបិយប័ណ្ណកាណាដាសូមប្រុងប្រយ័ត្នផងណាបាទតោះអញ្ចឹងនៅក្នុងព័ត៌មានថ្ងៃនេះបងប្អូនត្រូវមើលគឺម៉ោង7កន្លះព័ត៌មានហ្នឹងមានការប្រែប្រួលខ្លាំងដែលជាព័ត៌មានសំខាន់ជាងគេនៅក្នុងសប្តាហ៍ទី2អូខេសម្រាប់ការជួញដូរនៅក្នុងថ្ងៃនេះខ្ញុំមានជា support ហើយ resistance ជូនដល់បងប្អូនអរគ្នាដែរបាទទៅតាមការរងចាំទិញរបស់ខ្ញុំគឺខ្ញុំរងចាំទិញនៅតម្លៃ3ទី1 2904 និង08ដែលជា support ទី1ទី2 2892និង96ដែលជា support ទី2ទី3 2878និង82ដែលជា support ទី3អញ្ចឹងបងប្អូនអ្នកគាត់ trade អាចរងចាំទិញនៅតម្លៃនឹងបានណាបាទហើយយើងក៏លេខជាមួយនឹងការលក់វិញបាទខ្ញុំមិនចង់លក់ទេតម្លៃខ្ទង់20 21បើសិនជាបងប្អូនចង់លក់សូមមានការប្រុងប្រយ័ត្នផងអាចលក់ខ្លីៗពីខ្ញុំទៅខ្ញុំមានតំបន់នៅក្នុងការលក់2928និង32ដែលជា resistance ទី1ទី2 2942និង46ដែលជា resistance ទី2ហើយនឹង target បន្ទាប់របស់មាសបើសិនជាបុកដាច់30វានឹងរត់ទៅដល់2952និង56ចាំលក់ចុះមកក្រោមវិញណាបាទហើយបើសិនជាបងប្អូនណាគាត់ចង់ដេញបាយខ្លីៗអូខេយើងអាចដេញបាយបានប៉ុន្តែមានការប្រុងប្រយ័ត្នផងណាបងប្អូនណាបាទអញ្ចឹងសម្រាប់ព្រឹកហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងអាប់ដេតជូនទៅដល់បងប្អូនអរគ្នាសម្រាប់បងប្អូនដែលគាត់ចង់ទិញលក់តម្លៃហាងឆេមីជាមួយខ្ញុំផ្ទាល់បាទអាច scan QR code ខាងឆ្វេងដៃដើម្បីមកដល់ Telegram ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំជួបគ្នានៅក្នុងការ live ពេលថ្ងៃមួយសាទៀតបងប្អូនហើយយើងអាចទិញលក់តាមអ្វីដែលខ្ញុំវិភាគនឹងបានណាបាទអរគុណច្រើនបងប្អូនអរគ្នាបាទជម្រាបលាជួបគ្នានៅពេលថ្ងៃមួយសាទៀតបាទអរគុណ